ចាសសូមស្វាគមន៍មកកាន់កម្មវិធី BUTVI នៅក្នុងវគ្គនេះផងដែរលោកអ្នកនឹងបានរីករាយទស្សនាជាមួយនឹងនាងខ្ញុំរវាងកិច្ចសម្ភាសជាមួយនឹងលោកវិជ្ជបណ្ឌិតខាងរោគសាស្ត្រស្បែកចាសដូច្នេះដើម្បីកុំឲ្យលោកអ្នកទន្ទឹងរង់ចាំយូរសូមរីករាយទស្សនានៅកិច្ចសម្ភាសរវាងខ្ញុំនិងលោកដុកទ័រសាស្ត្រស្បែកដូចតទៅចាចាជំរាបសួរលោកវិជ្ជបណ្ឌិតចាសុខសប្បាយទីក៏ហើយដែរចាអរគុណសុខសប្បាយដូចគ្នាចាមុននឹងនេះខ្ញុំផ្ដើមជាសំណួរជូនដល់លោកវិជ្ជបណ្ឌិតនេះខ្ញុំក៏សូមអនុញ្ញាតឲ្យលោកវិជ្ជបណ្ឌិតធ្វើការស្វាគមន៍ចំពោះទស្សនិកជនទាំងអស់ចាសូមជម្រាបសួរទស្សនិកជនថ្ងៃនេះខ្ញុំមានកិត្តិយសដែលកម្មវិធី Marketing Simple បានអញ្ជើញខ្ញុំមកធ្វើជាវាគ្មិននៅក្នុងការបកស្រាយទាក់ទងនឹងបញ្ហាសម្ផស្សខ្ញុំជាវិជ្ជបណ្ឌិតឯកទេសជំងឺសើស្បែកនិងសម្ផស្សនៃមជ្ឈមណ្ឌល Dermo Clinic ឈ្មោះដុកទ័រកាត់គុណតារាចាអរគុណច្រើនលោកវិជ្ជបណ្ឌិតចាឥឡូវនេះខ្ញុំក៏សូមអនុញ្ញាតផ្ដើមជាសំណួរជូនដល់លោកវិជ្ជបណ្ឌិតនេះខ្ញុំចង់សួរលោកវិជ្ជបណ្ឌិតថាតើ Botox នោះគឺជាអ្វីពីព្រោះនេះខ្ញុំធ្លាប់ទៅលើគេនិយាយថាទៅចាក់ Botox ប៉ុន្តែមិនដឹងថា Botox នោះគឺជាអ្វីចាដូច្នេះសូមអនុញ្ញាតឲ្យលោកវិជ្ជបណ្ឌិតជួយបកស្រាយជូនដល់ទូរទស្សនិកជនបានជ្រាបផងជាសំណួរមួយល្អ Botox គឺជាថ្នាំមួយយ៉ាងដែលទើបតែនាំចូលហើយគឺទើបតែប្រើប្រាស់នៅស្រុកខ្មែរនៅបច្ចុប្បន្ននេះចាគឺដើមមួយដើម្បីកែសម្ផស្សលើផ្ទៃមុខចាឬក៏ជួនកាលនៅយើងអាចប្រើនៅក្នុងការព្យាបាលជំងឺមួយចំនួនចាដូច្នេះ Botox បើតកតនៅសំណួរដែលទីខបានលើកឡើងខ្ញុំសូមបកស្រាយពីប្រវត្តិនៃថ្នាំ Botox នេះចាថ្នាំ Botox នេះត្រូវបានគេរកឃើញតាំងពីឆ្នាំ1897វាគេចម្រាញ់ចេញពីមេរោគមួយយ៉ាងគេហៅថា Clostridium perfringens ចាគេចម្រាញ់យកនៅគេហៅថាអំណាចរបស់បង្កជំងឺរបស់វាហើយធ្វើជាថ្នាំមួយយ៉ាងដើម្បីព្យាបាលជំងឺហើយក៏ជួយកែកនៅសម្ផស្សរបស់ផ្ទៃមុខយើងឬក៏សម្ផស្សនៃសាកស្បែកយើងមួយចំនួនចា Botox នេះមាន7ប្រភេទប៉ុន្តែ Botox ដែលគេប្រើប្រាស់នៅក្នុងការព្យាបាលសម្ផស្សសាកស្បែកគឺគេពពួក Botox គេហៅថាtoxin botulinum type A ចាប្រភេទ type A ដែលគេយកមកប្រើសម្រាប់ព្យាបាលសម្ផស្សស្បែកមុខយើងដូចនៅក្នុងពេលស្បែកមុខយើងជ្រួញហើយស្បែកមុខយើងមិនមានញើសច្រើនជាពិសេសនៅបាតដៃហើយនៅឃ្លាតគេយកមកព្យាបាលដើម្បីកាត់បន្ថយនៅញើសហើយនឹងការឈឺជួញស្បែកហ្នឹងBotox នេះនៅឆ្នាំគេផ្សព្វផ្សាយឲ្យប្រើនៅក្នុងអំឡុងឆ្នាំ1980នេះដើម្បីនៅក្នុងការកែសម្ផស្សឬក៏ការព្យាបាលនៅជំងឺសើស្បែកមួយចំនួនហើយប៉ុន្តែមុននឹងឆ្នាំ1980នេះគេក៏ប្រើប្រាស់នៅក្នុងសង្គ្រាមលោកលើកទី2ដែរតែគេប្រើវាជាអាវុធជាភាសាគីមីដើម្បីបាញ់ទៅលើសត្រូវទៅដើម្បីឲ្យសត្រូវនឹងអត់មានកម្លាំងក្នុងការកាន់អាវុធដូច្នេះប្រវត្តិ Botox គឺពេលដែលយើងទើបតែនឹងផ្សព្វផ្សាយឲ្យប្រើប្រាស់នៅក្នុងការព្យាបាលជំងឺក្នុងពេលទៅដល់30ឆ្នាំមុននេះទេចាអរគុណច្រើនសម្រាប់ការបកស្រាយរបស់លោកវិជ្ជបណ្ឌិតចាឥឡូវនេះខ្ញុំសូមអនុញ្ញាតបន្តជាសំណួរទី2ជូនដល់លោកវិជ្ជបណ្ឌិតនេះខ្ញុំចង់ដឹងអំពីអត្ថប្រយោជន៍នៃ Botox នេះតើវាមានអត្ថប្រយោជន៍អ្វីខ្លះហើយតើវាអាចទៅប្រើត្រូវនឹងជំងឺអ្វីខ្លះដែរចាដូច្នេះសូមលោកវិជ្ជបណ្ឌិតអនុញ្ញាតបកស្រាយបាទ Botox បើយើងនិយាយជាថ្នាំដូចខ្ញុំជំរាបខាងដើមអញ្ចឹងវាប្រើនៅក្នុងជំងឺសើស្បែកហើយជំងឺនៅបំពង់រំលាយអាហារហើយនៅជំងឺនៅលើភ្នែកជំងឺនៅគេហៅកនាងកគេហៅតុកទីកូលីដែលកើតមកវាកទាញអញ្ចឹងទៅឬក៏ជំងឺខ្វិនខ្វងដែលជើងដោយសារសាច់ដុំវាកធាក់ខ្លាំងធ្វើឲ្យយើងលមូលឬក៏អត់មានប៉ូស៊ីយ៉ងល្អទៅគេអាចប្រើលើវាបានដែរប៉ុន្តែផ្ទុយទៅវិញក្នុងការប្រើប្រាស់ Botox ដើម្បីការងារសម្ផស្សគេច្រើនតែប្រើនៅលើការចាក់នៅលើកំបាត់ជ្រួញជាពិសេសជ្រួញនៅលើថ្ងាសជ្រួញនៅលើកន្ទុយភ្នែកជ្រួញនៅលើចាមយើងនេះជ្រួញនៅលើកន្លែងកលៈនេះកលៈស៊ីយ៉ុងគេហៅស៊ីយ៉ុងណាសូនីហើយនៅកលៈនៅចកាហើយគេអាចព្យាបាលជ្រួញនៅជុំវិញបបេមាត់ដែរលើពីនេះទៀតគេព្យាបាលនៅលើសម្ផស្សនៅលើកយើងដូចជាកាលណាគាត់ចាស់ទៅស្បែកកគាត់ទាញខ្លាំងទាញតឹងមើលទៅអត់ស្អាតដូច្នេះគេអាចចាស់ដើម្បីកុំឲ្យសាច់ដុំនៅកហ្នឹងគេហៅសាច់ដុំប៉ាល់ស្មាហ្នឹងវាកន្ត្រាក់ខ្លាំងពេកហ្នឹងហើយលើពីនេះទៀតគេព្យាបាលនៅដូចខ្ញុំជម្រាបខាងដើម
អ្នកដែលកើតមកមានបែកញើសខ្លាំងបែកញើសដៃខ្លាំងបាទมันអាចធ្វើការអីបានល្អហើយមានធុំក្លិនកាលណាយើងមានញើសក្លិនច្រើនទៅមានធុំក្លិនយើងអាចចាក់បំបត្តិកុំឲ្យញើសនឹងចេញមកច្រើនហ្នឹងហើយជាពិសេសនៅបាតដៃជានឹងក្លៀកជាពិសេសតាក់ទងនឹងសុខភាពរបស់ស្ត្រីបរិសុទ្ធស្ត្រីយើងដែលគាត់ស្លៀកពាក់ស្អាតទៅហើយប៉ុន្តែគាត់បែកញើសខ្លាំងបែកញើសខ្លាំងសុខភាពគាត់មើលទៅមិនស្អាតគាត់អាចប្រើប៊ូតុកចាក់នៅលើក្លៀកហើយចាពិសេសមែនទែនចាដូច្នេះនេះខ្ញុំក៏សូមអនុញ្ញាតផ្ដើមជាសំណួរជាបន្តជូនដល់លោកវិជ្ជាបណ្ឌិតចានេះខ្ញុំសូមអនុញ្ញាតសួរថាតើប៊ូតុកនេះមានលក្ខខណ្ឌអ្វីខ្លះក្នុងការប្រើហើយតើមនុស្សគ្រប់រូបសិតសឹងតែអាចចាក់ប៊ូតុកនេះបានដែរឬអត់ចាចំនួននេះល្អជាធម្មតាការមុននឹងប្រើប្រាស់ផលិតផលឬក៏ថ្នាំមួយដូចជាប៊ូតុកត្រូវយើងត្រូវតែឆែកសុខភាពគាត់ហើយតម្រូវឲ្យអតិថិជនគាត់មកជួបលោកវិជ្ជាបណ្ឌិតដើម្បីពិនិត្យនិងសួរនាំពីប្រវត្តិពីលក្ខណៈជំងឺពីបញ្ហាដែលគាត់ចង់ត្រូវចាក់ហើយជាធម្មតាថ្នាំមួយយើងមិនអាចប្រើដោយមិនបានពិនិត្យដោយមិនបានពិគ្រោះយោបល់ជាមួយវិជ្ជាបណ្ឌិតទេជាដូច្នេះយើងត្រូវពិនិត្យសុខភាពគាត់តើសុខភាពគាត់អាចទទួលនឹងថ្នាំនោះបានអត់ជាពិសេសគឺជាថ្នាំមួយយ៉ាងដែលមិនអាចក្រៅពីវិជ្ជាបណ្ឌិតតែបាននេះដោយមិនបានយល់ពីផលវិបាករបស់វានិងគុណសម្បត្តិពីគុណវិបត្តិរបស់វាដូច្នេះតើតើនឹងសំណួរហ្នឹងមានផលមានលក្ខខណ្ឌមួយចំនួនដែលមិនអាចប្រើចំពោះថ្នាំហ្នឹងបានដូចជាអ្នកនឹងដែលធ្លាប់ប្រើកំពុងតែព្យាបាលជំងឺមួយចំនួនដូចជាជំងឺគ្រុនចាញ់ដែលមានថ្នាំមួយគេហៅ chloroquine ឬក៏ quinine អាហ្នឹងគេមិនអាចប្រើជាមួយនឹងថ្នាំហ្នឹងបានទេហើយមួយទៀតចំពោះថ្នាំមួយចំនួនដែលវាទៅទប់ស្កាត់ពពួក acetylcholine គឺជាសារជាតិម្យ៉ាងដែលសកម្មភាពរបស់ប៊ូតុកនោះទៅជួយវាទៅបង្កើនសកម្មភាពប៉ុណ្ណឹងដូចជាថ្នាំមួយព្យាបាលនៅក្នុងសង្គ្រមគេថា Miniastesiform ហ្នឹងហើយនៅពេលនោះសកម្មភាពប៊ូតុកកាន់តែកើនឡើងដូច្នេះគេមិនអាចប្រើជាមួយនឹងវាបានដែរទេហើយដូចជាថ្នាំមួយចំនួនទៀតគេហៅថាថ្នាំដែលជាក្រុមរបស់ពួក aminoacid ដូចជាពួកសង្តាមីស៊ីនកាណាមីស៊ីនសេប្តូមីស៊ីនអីក៏គេមិនអាចប្រើគេមិនឲ្យយើងប្រើប៊ូតុកជាមួយដែរលើពីនេះទៀតអ្នកដែលមានទម្ងន់ហើយអ្នកដែលកំពុងតែមានកូនខ្ចីបំរើដល់កូនក៏មិនអាចប្រើថ្នាំនេះបានដែរហើយមួយទៀតគឺអ្នកដែលមានប្រវត្តិជាមួយនឹងគេហៅថា allergy ជាមួយនឹងថ្នាំម្យ៉ាងដែលមានជាតិពួក albumin នៅក្នុងហ្នឹងដែលធ្វើឲ្យវាមាន reaction ពួកហ្នឹងហើយវាមានគ្រោះថ្នាក់ធ្ងន់ធ្ងរដែរដូច្នេះក៏គេមិនអាចឲ្យប្រើបានដែរជាសរុបមកមុននឹងប្រើថ្នាំប៊ូតុកតម្រូវឲ្យអតិថិជនឬក៏សុភាពបុរសនារីដែលចង់កែសម្ផស្សលើផ្ទៃមុខឬក៏កន្លែងណាមួយដែលប្រើប៊ូតុកត្រូវមកជួបលោកវិជ្ជាបណ្ឌិតដើម្បីគាត់សួរនាំនិងពិនិត្យសុខភាពគាត់មុននឹងប្រើប្រាស់ជៀសវាងទៅរកសេវាណាដែលគ្មានឯកទេសត្រឹមត្រូវដែលផ្ដល់នូវផលវិបាកនិងគុណវិបត្តិដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ជាយថាហេតុភ្លាមៗចា៎នេះខ្ញុំក៏សូមអរគុណយ៉ាងច្រើនចំពោះការអធិប្បាយយ៉ាងក្បោះក្បាយអំពីលោកវិជ្ជាបណ្ឌិតដែលបកស្រាយអំពីការចាក់ប៊ូតុកដើម្បីបំបត្តិនៅភាពជ្រៀតជ្រួញក៏ដូចជាបំបត្តិនៅបញ្ហាញើសដៃក៏ដូចជាញើសឃ្លៀហើយអ្វីដែលជាពិសេសនោះគឺបញ្ហាជ្រៀតជ្រួញបើសិនជាលោកស្រីនៃកញ្ញាចង់បំបត្តិនៅភាពជ្រៀតជ្រួញហើយបើសិនជាចង់បំបត្តិនៅញើសដៃក៏ដូចជាញើសឃ្លៀសូមអញ្ជើញមកទាំងមក clinic ដើម្បីមកពិគ្រោះជាមួយនឹងលោកវិជ្ជាបណ្ឌិតឯកទេសខាងរោគសើស្បែកហើយក៏សូមអញ្ជើញមកទទួលសេវាកម្មដ៏ល្អពីដាក់មក clinic នេះផងដែរចាអរគុណច្រើនជាចុងក្រោយតែលោកវិជ្ជាបណ្ឌិតមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើជូនដល់មិត្តមិត្តជួបអ្វីដែលគាត់បំរុងនឹងអញ្ជើញមកកែសម្ផស្សនៅដាក់មក clinic នេះផងដែរចាជាក្រុមក្រៅខ្ញុំសូមថ្លែងអំណរគុណដល់ទស្សនិកជនដែលបានតាមដានកម្មវិធីនេះហើយក៏ថ្លែងអំណរគុណដល់ម្ចាស់កម្មវិធីមគ្គទេសសម្ផស្សដែលបានជួយខ្ញុំមកជាវាគ្មិនបកស្រាយនៅកម្មវិធីចំពោះបញ្ហាប៊ូតុកគឺជាបញ្ហាមួយថ្មីសម្រាប់ជប់ខ្មែរយើងដូច្នេះដើម្បីរកសេវាកម្មឬក៏ព្យាបាលឲ្យមានប្រសិទ្ធភាពនៅលើសម្ផស្សលើផ្ទៃមុខក៏ការបំបត្តិជ្រួញឬក៏ជ្រួញផ្នែកកន្ទុយភ្នែកសូមអតិថិជនទាំងឡាយសូមរកស្វែងសេវាកម្មដែលមានឯកទេសត្រឹមត្រូវហើយជាវិជ្ជាបណ្ឌិតឯកទេសខាងសើស្បាយឬក៏ខាងសម្ផស្សដើម្បីជៀសវាងនៅរាល់បញ្ហាដែលកើតឡើងជាយថាហេតុដោយបំបត្តិកន្ទុយមុខសូមអរគុណចាជាចុងក្រោយនេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការអញ្ជើញចូលរួមរបស់លោកវិជ្ជាបណ្ឌិតដែលបានចូលរួមនៅក្នុងកម្មវិធី Beauty Guide របស់នេះខ្ញុំពេលនេះកម្មវិធីរបស់យើងក៏សូមអនុញ្ញាតសម្រាប់មួយផ្លែតសិនជួបគ្នានៅវគ្គក្រោយជាបន្ត